Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sê ray. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកបាទខ្ញុំបាទវ៉ាន់វិជាសូមជម្រាបសួរលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីខ្ញុំបាទសូមជូនកម្មវិធីផ្សាយសម្រាប់ជប់ថ្ងៃសុក្រ2រោចខែអាសត់ឆ្នាំមមីឆស័កពុទ្ធសករាជ2558ដែលត្រូវថ្ងៃទី10ខែតុលាគ្រិស្តសករាជ2014ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃសង្គមស៊ីវិលបារម្ភថាច្បាប់ថ្មីមួយចំនួនដែលរដ្ឋាភិបាលគ្រោងបង្កើតនឹងក្លាយជាឧបករណ៍រំលោភសិទ្ធិមនុស្សកម្មករជាង100នាក់ស្វែងរកអន្តរាគមន៍ក្នុងរឿងវិវាទការងារនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទវ៉ាន់វិជាសូមជូនព័ត៌មានទាំងនេះពិស្ដាគណៈប្រតិភូសង្គមស៊ីវិលអន្តរជាតិដែលរួមមានតំណាងបណ្ដាញប្រជាធិបតេយ្យអាស៊ីអង្គការ Civicus អង្គការវេទិកាប្រចាំអាស៊ីនិងអង្គការអន្តរជាតិមួយចំនួនផ្សេងទៀតបានធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី10ខែតុលាពួកគេបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាជាពិសេសទៅលើការរដ្ឋបិទសេរីភាពរបស់ពលរដ្ឋតាមការតាក់តែងនិងបង្កើតច្បាប់មួយចំនួនកាលពីពេលថ្មីៗនេះនិងនៅថ្ងៃខាងមុខលោកយាងសុជាមេតាមានសេចក្តីរាយការណ៍ថ្លែងក្នុងសន្និសីទកាសែតរយៈពេលជាង1ម៉ោងនៅសន្តាគារ Imperial ដែលមានមនុស្សចូលរួមប្រមាណ50នាក់តំណាងគណៈប្រតិភូសង្គមស៊ីវិលអន្តរជាតិក៏សម្គាល់ជារួមថាកម្ពុជានៅមានបញ្ហាសិទ្ធិមនុស្សដែលត្រូវដោះស្រាយហើយច្បាប់ថ្មីមួយចំនួននឹងបន្តរដ្ឋបិទទៅលើសិទ្ធិសេរីភាពរបស់ពលរដ្ឋការកត់សម្គាល់ជាទូទៅបែបនេះធ្វើឡើងបន្ទាប់ពីពួកគេបានបញ្ចប់ទស្សនកិច្ចរយៈពេល3ថ្ងៃនៅកម្ពុជាដែលក្នុងដំណើរទស្សនកិច្ចនោះពួកគេបានជួបជាមួយមន្ត្រីក្រសួងយុតិធម៌សមាជិកព្រឹទ្ធសភារដ្ឋសភាភ្នាក់ងារអង្គការសហប្រជាជាតិអង្គការសង្គមស៊ីវិលក្នុងស្រុកនិងដៃគូអភិវឌ្ឍរបស់កម្ពុជាមួយចំនួនទៀតច្បាប់ដែលពួកគេគិតថាអាចនឹងរឹតបន្តឹងសេរីភាពរបស់ពលរដ្ឋរួមមានច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធឺណិតច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលច្បាប់ស្តីពីសហជីពច្បាប់ស្តីពីទូរគមនាគមន៍និងច្បាប់ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ដីកសិកម្មដែលច្បាប់ទាំងនេះត្រូវបានរដ្ឋាភិបាលធ្វើសេចក្តីព្រាងក្រៅពីនោះក៏មានច្បាប់ទាំង3ពាក់ព័ន្ធនឹងតុលាការដែលត្រូវបានរដ្ឋសភានិងព្រឹទ្ធសភាអនុម័តកាលពីខែមិថុនាកន្លងទៅពួកគេថាច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធឺណិតដែលរដ្ឋាភិបាលអះអាងថាបង្កើតឡើងក្នុងបំណងរារាំងពលរដ្ឋមិនឲ្យផ្សព្វផ្សាយព័ត៌មានមិនពិតនោះក៏នឹងធ្វើឲ្យពលរដ្ឋត្រូវផ្ដន្ទាទោសផងដែរប្រសិនបើពួកគេធ្វើឲ្យអាក់ខានដល់អធិបតេយ្យភាពនិងបូរណភាពជាតិច្បាប់នេះក៏អាចត្រូវបានរដ្ឋាភិបាលប្រើប្រាស់ចាប់ពលរដ្ឋដាក់គុកនៅពេលការបញ្ចេញមតិយោបល់របស់ពលរដ្ឋលើបណ្ដាញព័ត៌មានសង្គមមានលក្ខណៈរិះគន់រដ្ឋាភិបាលស្រដៀងគ្នានេះដែរពួកគេថាសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលក៏អាចត្រូវបានរដ្ឋាភិបាលប្រើប្រាស់ដើម្បីបដិសេធការចុះបញ្ជីរបស់អង្គការទាំងឡាយណាដែលរដ្ឋាភិបាលយល់ថារិះគន់ទៅលើសកម្មភាពរបស់ខ្លួនរីឯសេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលចែងថាដើម្បីបង្កើតសហជីពមួយបានលុះណាតែកម្មករអាចប្រមូលគ្នាឲ្យបាន 20% នៃចំនួនកម្មករសរុបនៅក្នុងក្រុមហ៊ុនឬរោងចក្រនោះក៏វាផ្ទុយទៅនឹងគោលការណ៍របស់អង្គការអន្តរជាតិដើម្បីការងារផងដែរលើពីនេះពួកគេថាច្បាប់ទាំង3ពាក់ព័ន្ធប្រព័ន្ធតុលាការដែលត្រូវបានអនុម័តរួចនោះនឹងធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការដោយសារច្បាប់នេះផ្ដល់អំណាចឲ្យអង្គការនីតិប្រតិបត្តិតាមរយៈក្រសួងយុតិធម៌គ្រប់គ្រងទៅលើហិរញ្ញវត្ថុបុគ្គលិកនិងរដ្ឋបាលទូទៅរបស់តុលាការតំណាងអង្គការវេទិកាប្រចាំអាស៊ីលោកសាស្ត្រាចារ្យខ្វាក់ណូយុនដែលជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនទាំងអស់5នាក់ថ្លែងក្នុងសន្និសីទកាសែតនោះថាប្រសិនបើច្បាប់ទាំងអស់នេះនឹងត្រូវបានអនុវត្តដោយមិនមានការកែប្រែនោះទេវានឹងរឹតបន្តឹងដល់សម្លេងរបស់អ្នកមានទស្សនៈផ្ទុយនិងដាក់ទោសទណ្ឌចំពោះអ្នកដែលទាមទារឲ្យមានយុត្តិធម៌យើងគិតថាដើម្បីធ្វើឲ្យវិធានការនិងកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយនៅក្នុងសង្គមមួយមានប្រសិទ្ធភាពអាស្រ័យលើសេរីភាពក្នុងការសម្ដែងមតិហើយជាពិសេសនៅក្នុងពេលបច្ចុប្បន្ននេះគឺសេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតហើយយើងពិតជាបារម្ភអំពីសេចក្តីព្រាងច្បាប់ដែលពេលនេះកំពុងស្ថិតក្នុងដៃរបស់រដ្ឋាភិបាលនិងគំរាមកំហែងដល់សេរីភាពក្នុងការសម្ដែងមតិហើយជាលទ្ធផល
នឹងធ្វើឲ្យទន់ខ្សោយដល់កិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយនៅកម្ពុជា The anti-corruption efforts in Cambodia ពួកគេក៏ឯកភាពដែរថាមុនច្បាប់ទាំងអស់នេះត្រូវបានបង្កើតច្បាប់ស្តីពីការទទួលបានព័ត៌មានគួរតែជាច្បាប់អាទិភាពមួយវិញទៀតគ្រប់ការតាក់តែងច្បាប់ទាំងអស់សាធារណជនគួរត្រូវបានផ្ដល់ឱកាសឲ្យចូលរួមផ្ដល់យោបល់ផងដែរចំពោះការបារម្ភនេះទីប្រឹក្សារដ្ឋាភិបាលនិងជាអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកទិតសុធាមានប្រសាសន៍ថាទោះជារដ្ឋាភិបាលធ្វើអ្វីក៏ដោយក៏មិនត្រូវចាត់មជ្ឈដ្ឋានខាងក្រៅមួយចំនួននោះដែរដោយលោកថាព្រោះតែអ្នកទាំងអស់នោះមាននិន្នាការប្រឆាំងជ្រុលពេកចំពោះការតាក់តែងច្បាប់នានាវិញលោកទិតសុធាថ្លែងថាតែងតែមានការចូលរួមពីសង្គមស៊ីវិលពាក់ព័ន្ធនិងពីអ្នកជំនាញផ្នែកច្បាប់ខ្ញុំយល់ថាមតិរបស់ក្រុមអ្នករិះគន់មួយចំនួនគឺមិនបានឈរទៅលើអាជីពក្រិតភាពនៃការវិតម្លៃរបស់ខ្លួននោះទេការពិតទៅគឺកម្ពុជាពិតជាត្រូវការច្បាប់ហើយច្បាប់ទាំងនោះគឺដើម្បីយកមកប្រើប្រាស់ឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនទេមិនមែនឲ្យមានច្បាប់ដើម្បីជាការបំបត្តិសិទ្ធិសេរីភាពនោះទេក៏ប៉ុន្តែសិទ្ធិសេរីភាពក៏ស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់ដែរទោះជាយ៉ាងណាក៏ដោយសង្គមស៊ីវិលតែរអ៊ូរទាំថាពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលរួមពេញលេញក្នុងដំណើរការតាក់តែងច្បាប់នោះទេគុំថាឡើយដល់អនុញ្ញាតឲ្យចូលរួមសូម្បីតែសេចក្តីព្រាងច្បាប់ក៏ពួកគេពិបាកទទួលបានពីរដ្ឋាភិបាលដែរក្រុមប្រតិភូអង្គការអន្តរជាតិអះអាងថាក្រសួងយុតិធម៌នឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយពីការអនុវត្តច្បាប់ប្រព័ន្ធតុលាការទាំង3នៅចុងឆ្នាំនេះពួកគេថាក្រសួងយុតិធម៌សន្យាថានឹងផ្ដល់ឱកាសឲ្យមានការស្នើនៅមតិយោបល់ដើម្បីធ្វើវិសោធនកម្មច្បាប់ទាំងនេះកត្តានេះហើយដែលពួកគេសង្ឃឹមថារដ្ឋាភិបាលនឹងពិនិត្យមើលច្បាប់ទាំងនេះឡើងវិញមុននឹងដាក់ឲ្យអនុវត្តខ្ញុំយើងសុជីមេតាវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីកម្មកររោងចក្រ YNW Garment ជាង100នាក់លើកគ្នាស្វែងរកកិច្ចអន្តរាគមន៍ពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអគ្គលេខាធិការរងនៃសហព័ន្ធសហជីពការងារដើម្បីកម្ពុជាលោកសានផានថ្លែងឲ្យដឹងពីការទាមទារនេះថាក្រុមកម្មករស្នើដល់ភាគីក្រុមហ៊ុនឲ្យទទួលយកតំណាងកម្មករ2នាក់ឲ្យចូលធ្វើការវិញនិងគិតគូរបើកប្រាក់បាយថ្ងៃត្រង់ឲ្យកម្មករដោយរាប់ចាប់ពីការធ្វើកោតកម្មចំណុចដែលក្តោបមកសំខាន់គឺ3ចំណុចទី1បានសូមមកត្រាំនាំសហជីពស្មារតីកម្មករខ្មែរដែលវាឈ្មោះទួលតំណាងនិងឯកភក្តីជាទូនទីលេខាសហជីពស្មារតីកម្មករខ្មែរឲ្យចូលការវិញហើយចំណុចទី2នោះគឺលុយបាយថ្ងៃត្រង់សូមឲ្យក្រុមហ៊ុនផ្ដល់លុយបាយថ្ងៃត្រង់ចំនួន 2,000 រៀលហើយចំណុចទី3គឺកំឡុងពេលដែលកោតកម្មចាប់ពីថ្ងៃទី29មកសូមឲ្យក្រុមហ៊ុនរក្សាប្រាក់ឈ្នួលនៅអត្ថប្រយោជន៍ផ្សេងៗជូនប្រព័ន្ធទោះជាបែបណាក្តីមេធាវីរាជរដ្ឋាភិបាលនិងអគ្គលេខាធិការនៃគណៈកម្មការដោះស្រាយបាតុកម្មរបស់ក្រសួងកាងារលោកប្រាក់ចន្ទធឿនចេញមុខទទួលញត្តិពីតំណាងកម្មករដោយសន្យាថានឹងអន្តរាគមន៍ជាមួយភាគីក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហានេះជូនកម្មករទោះបីជាមានការសន្យាយ៉ាងនេះក្តីសហជីពសហភាពការងារដើម្បីកម្ពុជាលោកសានផានបញ្ជាក់ថាបើសិនជារដ្ឋាភិបាលមិនព្រមធ្វើកិច្ចអន្តរាគមន៍និងជួយស្វែងរកដំណោះស្រាយជូនកម្មករទេក្រុមកម្មករនឹងបន្តធ្វើកោតកម្មនៅខាងមុខក្រុមហ៊ុននិងដើរហែកក្បួនដាក់ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈជាបន្តទៀតបាទលោកនាងជាទីមេត្រីក្រុមហ៊ុនម៉ៅការផលិតផ្ទាំងរូបភាពនិងរចនាម៉ូដ True Time Asia ជលព្រមបញ្ឈប់អ្នកគ្រប់គ្រងម្នាក់ទៅតាមការតវ៉ារបស់បុគ្គលិកក្រុមហ៊ុនប៉ុន្តែវិវាទរវាងបុគ្គលិកនិងអ្នកគ្រប់គ្រងក្រុមហ៊ុននេះនៅមិនទាន់អាចបញ្ចប់បាននៅឡើយត្បិតអីបុគ្គលិកមិនទាន់ចូលព្រមចូលធ្វើការវិញនៅឡើយទេដោយទាមទារឲ្យបញ្ឈប់មន្ត្រីជាន់ខ្ពស់2នាក់ផ្សេងទៀតពួកគេលើកឡើងថាអ្នកទាំង2នាក់នោះបានរំលោភសិទ្ធិបុគ្គលិកលោកប្រាជ្ញជេវរាយការណ៍បុគ្គលិកក្រុមហ៊ុន True Time Asia ប្រមាណ100នាក់បាននាំគ្នាបន្តឈរតវ៉ាមិនព្រមចូលធ្វើការចូលដល់ថ្ងៃទី2នៅថ្ងៃទី10ខែតុលាដើម្បីទាមទារបញ្ឈប់បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន2នាក់បន្ថែមទៀតក្នុងនោះរួមមានលោកញ៉ាំសុភានិងលោកធីមណារិនការទាមទារបញ្ឈប់បុគ្គលិកទាំងពីរពីការងារគឺបន្ទាប់ពីក្រុមហ៊ុនបានយល់ព្រមបញ្ឈប់អ្នកគ្រប់គ្រងម្នាក់គឺលោកញ៉ាំសុភ័ក្រនៅក្រោយពេលបុគ្គលិកផ្ទុះការតវ៉ាកាលពីថ្ងៃទី9ខែតុលាលោកញ៉ាំសុភ័ក្រជាបងប្រុសរបស់លោកញ៉ាំសុភាដែលត្រូវបុគ្គលិកទាមទារបញ្ឈប់ពីការងារដែរនោះលោកលាឈុនបុគ្គលិកចេញមកតវ៉ាដែលអះអាងថាធ្លាប់រងគ្រោះដោយអំពើហិង្សាពីលោកញ៉ាំសុភ័ក្របានឲ្យដឹងថារាល់ពេលមានការប្រជុំឬការទាមទាររបស់បុគ្គលិកម្ដងលោកញ៉ាំសុភ័ក្រតែងតែគំរាមកំហែងបុគ្គលិករហូតមានយកកំភ្លើងខ្លីចូលនៅក្នុងកន្លែងការងារជាដើមលោកលាឈុនបានបន្តទៀតថាលោកនៅតែទាមទារឲ្យក្រុមហ៊ុនបញ្ឈប់លោកញ៉ែមសុភ័ក្រលោកញ៉ែមសុភានិងលោកធីមណារិនពីព្រោះអ្នកទាំង3មិនគោរពសិទ្ធិបុគ្គលិកតាំងពីមុនវាបាមានវ័យបុគ្គលិកវ័យអីចឹងហើយមានការគំរាមកំហែងរហូតចឹងមកបុគ្គលិកវាត្រយមិនបានអ្នកនឹងអត់បានទេសារថា
អត់មានសមត្ថភាពគ្រប់គ្រងចេះតែបែបគុំនេះហ្មងហើយ3ត្រូវ3 4នាក់ត្រូវខ្ញុំខ្លះត្រូវមក ID អញ្ចឹងពកស្ងាត់ហើយមានកំភ្លើងមានអីអ្នកគ្រប់គ្រងក្រុមហ៊ុនម៉ៅការផលិតផ្ទាំងរូបភាពរចនាម៉ូដទ្រូថាម៉ាស៊ីលោកញ៉ាមសុភ័ក្រត្រូវបានបុគ្គលិកចោទប្រកាន់ថាធ្លាប់ប្រើអំពើហិង្សាឲ្យបុគ្គលិករងរបួសគំរាមកំហែងព្រមទាំងប្រើពាក្យសម្ដីមិនសមរម្យមកលើបុគ្គលិកជាន់ខ្ពស់2នាក់ទៀតគឺលោកញ៉ាមសុភានិងលោកធីមនរិនក៏ត្រូវបានបុគ្គលិកចោទប្រកាន់ថាមានចរិតដោយលោកញ៉ាមសុភ័ក្រដែរប្រធានរដ្ឋបាលក្រុមហ៊ុនទ្រូថាម៉ាស៊ីកញ្ញាស្រេងភក្តីមានប្រសាសន៍ថាកាលពីថ្ងៃទី9ខែតុលានាយកធំរបស់ក្រុមហ៊ុនបានចេញលិខិតបញ្ជាក់ថាលោកញ៉ាមសុភ័ក្របានដាក់ពាក្យលាឈប់ពីការងារហើយក្រុមហ៊ុនក៏យល់ព្រមតាមសំណើនេះដែរប្រសិនបើអ្នកទាមទារនៅតែមិនយល់ព្រមមានតែដោះស្រាយនៅក្រសួងការងារប៉ុណ្ណោះចំពោះបញ្ហានេះគឺយើងមិនអាចទទួលបានទេតាមការអះអាងរបស់អ្នកទាមទារកាលពីខែកក្កដាកន្លងទៅអគ្គនាយកក្រុមហ៊ុនទ្រូថាម៉ាស៊ីលោកមីកបានសន្យាថាមិនអោយលោកញ៉ាមសុភ័ក្រធ្វើជាអ្នកគ្រប់គ្រងទៀតទេប៉ុន្តែកាលពីថ្ងៃទី8ខែតុលាស្រាប់តែលោកញ៉ាមសុភ័ក្រមានវត្តមាននៅក្នុងក្រុមហ៊ុនដដែលនិងបានប្រើពាក្យសម្ដីគំរាមកំហែងបុគ្គលិកទើបធ្វើឲ្យបុគ្គលិកចេញមកតវ៉ានៅពីមុខការិយាល័យក្រុមហ៊ុនប្រធានការិយាល័យផ្នែកដោះស្រាយវិវាទនៃក្រសួងការងារលោកវ៉ាយុវវឌ្ឍនាដែលចេញមកជួបបុគ្គលិកដល់កន្លែងតវ៉ាមានប្រសាសន៍ថាក្នុងករណីបុគ្គលិកមិនយល់ស្របតាមដំណោះស្រាយរបស់ក្រុមហ៊ុនដូចនេះគឺលោកនឹងចេញលិខិតអញ្ជើញភាគីបុគ្គលិកនិងភាគីក្រុមហ៊ុនមកដោះស្រាយនៅក្រសួងការងារនៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយអានឹងគឺជាសិទ្ធិសេរីភាពដណាបើអត់មានការគៀបសង្កត់គាត់ត្រូវតែមានការទាមទារឬម្ដាស់យ៉ាងហើយអានេះជាសិទ្ធិរបស់គាត់អូខេខ្ញុំនឹងធ្វើលិខិតអញ្ជើញឲ្យគាត់ទៅឲ្យគាត់នឹងទៅស្របពេលក្រុមបុគ្គលិកនៅតែមិនព្រមចូលធ្វើការតំណាងក្រុមហ៊ុនមានបំណងបញ្ជូនលោកញ៉ាមសុភ័ក្រទៅដោះស្រាយនៅក្រសួងការងារជាតំណាងឲ្យក្រុមហ៊ុនប៉ុន្តែមន្ត្រីក្រសួងការងារលោកវ៉ាយុវវឌ្ឍនាមិនអនុញ្ញាតឲ្យក្រុមហ៊ុនបញ្ជូនលោកញ៉ាមសុភ័ក្រទេព្រោះលោកញ៉ាមសុភ័ក្រជាបុគ្គលដែលបុគ្គលិកទាមទារបញ្ឈប់ពីការងារខ្ញុំប្រាជ័យវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលជម្រាបជូនដោយខ្ញុំបាទបានវិចារជាបន្តទៅទៀតនេះសូមអញ្ជើញលោកនាងរងចាំស្ដាប់នេតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះសូមលោកនាងស្ដាប់នេតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីក្រុមប្រធានបទស្ដីអំពីបញ្ហាលំបាកក្នុងការមានគោនិងដំណោះស្រាយលោកនាងអាចចូលរួមផ្ដល់យោបល់សួរវាគ្មិនកិត្តិយសរបស់នេតិយើងដោយផ្ទាល់តាមរយៈការហៅទូរស័ព្ទមកកាន់លេខ012 811 911លេខ011 611 711និងលេខ023 211 804លោកអ្នកក៏អាចផ្ញើសំណួរមកកាន់កម្មវិធីយើងទាំងមុននិងក្នុងពេលកំពុងផ្សាយតាមរយៈអ៊ីមែល ask@rfa.org ក្រៅពីស្ដាប់សំឡេងតាមវិទ្យុលោកអ្នកក៏អាចទស្សនាជាវីដេអូតាមប្រព័ន្ធអ៊ីនធឺណិតបានដែរសូមលោកអ្នកនាងចូលទៅកាន់គេហទំព័រ www.rfa.org/khmer រួចចុចនៅលើពាក្យថាផ្សាយផ្ទាល់នេតិវេទិកាអ្នកស្ដាប់នៅខាងស្ដាំនៃទំព័រដើម្បីទស្សនាវីដេអូផ្សាយផ្ទាល់នៃកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីកម្មវិធីនៅថ្ងៃនេះមានលោកលេងម៉ាលីជាអ្នកសម្របសម្រួលដូចតទៅវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទសូមជម្រាបសួរលោកអ្នកស្ដាប់វិទ្យុអាស៊ីសេរីនិងទស្សនិកជនដែលទស្សនាទូរទស្សន៍តាមប្រព័ន្ធគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាទីគោរពនៅវេលានេះគឺខ្ញុំបាទលេងម៉ាលីជាអ្នកសម្របសម្រួលវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីសូមស្វាគមន៍ហើយនៅពេលនេះយើងពិភាក្សាគ្នាអំពីបញ្ហាសុខភាពមួយគឺទាក់ទងទៅនឹងបញ្ហាសុខភាពបន្តពូជជាសំខាន់គឺយើងផ្ដោតទៅលើការលំបាកក្នុងការបង្កកំណើតឬក៏យើងហៅថាលំបាកមានកូនហើយនឹងតើបណ្ដាលមកពីមូលហេតុអីហើយមានដំណោះស្រាយយ៉ាងម៉េចនៅក្នុងនេតិរបស់យើងពេលនេះយើងមានអ្នកស្រីវិជ្ជបណ្ឌិតមកពី clinic សម្រាប់ព្យាបាលកម្ពុជាគឺនៅរាជធានីភ្នំពេញគឺមានអ្នកស្រីវិជ្ជបណ្ឌិតសូនសុកទៀងបាទសូមជម្រាបសួរបាទចាជម្រាបសួរបាទហើយនៅក្នុងពេលនេះយើងក៏មាន
អ្នកគ្រប់គ្រងនៅ clinic សម្រាប់ព្យាបាលកម្ពុជានេះជាពិសេសលោកនឹងពិភាក្សាគ្នាអំពីបញ្ហាបង្កើតមន្ទីរពិសោធន៍បង្កកំណើតនៅក្នុងប្រទេសកម្ពុជាបាទសូមជម្រាបសួរលោកស្នាបាទលោកអ្នកស្ដាប់ជាទីមេត្រីដោយតាមធម្មតាមុននឹងទទួលទូរស័ព្ទពីលោកអ្នកស្ដាប់ដើម្បីចូលរួមសាកសួរនិងពិភាក្សានៅក្នុងនេតិវេទិកាអ្នកស្ដាប់នេះយើងសូមពេលវេលាដើម្បីសាកសួរទៅអ្នកស្រីប្រចាំវិទ្យសុកទៀងសិនខ្ញុំចង់ដឹងថាតើរហូតមកដល់ពេលឥឡូវនេះហ្នឹងស្ថានភាពនៃការលំបាកក្នុងការមានកូនសម្រាប់ពលរដ្ឋកម្ពុជាតើមានស្ថានភាពបែបណាដែរមានតួលេខខ្ពស់ប៉ុណ្ណាអីយ៉ាងម៉េចដែរតាមការអនុវត្តជាក់ស្ដែងនៅក្នុងមន្ទីរពេទ្យរបស់នាងខ្ញុំនោះគឺមន្ទីរសម្រាប់ព្យាបាលកម្ពុជានោះគឺមានន័យថាក្នុងចំណោម6គូដែលមកពីគ្រោះគឺយើងមានអ្នកជំងឺ1គូដែលគាត់មានបញ្ហាលំបាកមានកូនចា៎បាទហើយបើយើងចាប់ផ្ដើមពិភាក្សាគ្នាពីរឿងបញ្ហាតែម្ដងគឺការលំបាកក្នុងការមានកូននេះឬក៏តាមពាក្យមួយទៀតថាលំបាកក្នុងការបង្កកំណើតនេះបណ្ដាលមកពីបញ្ហាអីសំខាន់ចាការបង្កលំបាកបង្កកំណើតឬក៏ការលំបាកមានកូនហ្នឹងគឺបណ្ដាលមកពីមូលហេតុពីរគឺមកពីបុរសនិងមកពីស្ត្រីចាមូលហេតុទាំងពីរនេះស្ត្រីអាចមានមូលហេតុដូចជាគាត់មានបញ្ហាការធ្លាក់រដូវចាការគាត់រដូវមិនទៀងដែលធ្វើឲ្យការធ្លាក់មេជីវិតញីគាត់អត់ទៀងទាត់ចាទី1ទី2ទៀតអាចបណ្ដាលមកពីដៃស្បូនគាត់ស្ទះអាចមកពីស្បូនរបស់គាត់មានដុំសាច់ឬក៏មានប៉ូលីបនៅក្នុងស្បូនអាចមកពីមាត់ស្បូនរបស់គាត់ដោយសារការដុតឬក៏ការជាដោយសារមូលហេតុរលាកខ្លាំងអីអញ្ចឹងដែលធ្វើឲ្យមាត់ស្បូនរបស់គាត់លែងផលិតសារធាតុរំអិលដែលធ្វើឲ្យមេជីវិតឈ្មោះហែចូលក្នុងដៃស្បូនរបស់ស្ត្រីដើម្បីបង្កកំណើតចាក្រៅពីនោះក៏មានជំងឺមួយចំនួនទៀតដែលតាក់ទងជាមួយនឹងការរលាកក្នុងអាងទឹកកកដូចជាគាត់មានបញ្ហារលាកដៃស្បូនយូររ៉ាំរ៉ៃយូរទៅមេរោគនោះវាអាចឈានទៅដល់រលាកដល់អាងទឹកកករបស់គាត់ចាឬក៏គាត់ធ្លាប់មានការវះកាត់នៅក្នុងអាងទឹកកករបស់គាត់ដូចជាការវះកាត់ពោះវៀនដុសខ្នែងដែលមានលក្ខណៈបែកធ្លាយរហូតដល់មានខ្ទុះហូរចេញទៅដល់ក្នុងពោះគាត់ក្រោយពីការវះកាត់ទៅវាអាចធ្វើឲ្យមានការរលាកឬក៏ស្អិតក្នុងអាងទឹកកកដែលប៉ះពាល់ដល់ដៃស្បូនរបស់គាត់មិនមានមុខនីតិក្នុងការនាំមេជីវិតរបស់បុរសទៅជួបមេជីវិតញីរបស់ស្ត្រីចាក្រៅពីមូលហេតុរបស់ស្ត្រីក៏មានមូលហេតុមកពីបុរសដែរចាមូលហេតុមកពីបុរសនោះដូចជាការផលិតទឹកកាមនោះមិនគ្រប់គ្រាន់ចាជាទូទៅបុរសត្រូវមានការផលិតទឹកកាមនឹងក្នុង1មីលីលីត្រឲ្យបានចំនួនមេជីវិតឈ្មោះយ៉ាងហោចក៏បាន20លានក្បាលក្នុង1មីលីលីត្រដែរចាជាទូទៅគាត់បញ្ចេញទឹកកាមម្ដងក្នុងមួយដងក៏អាចមានចំនួនពី2ទៅ6មីលីលីត្រចាក្រៅពីនោះអ្នកខ្លះមិនអាចផលិតគ្រប់គ្រាន់តាំងខ្សោយតាំងពីចលនាតាំងពីចំនួនតាំងពីរូបរាងរបស់គាត់ទៀតឬក៏គាត់អាចបណ្ដាលមកពីការស្ទះឬក៏ការរលាកពងស្វះដែលបណ្ដាលមកពីឧទាហរណ៍ដូចជាជំងឺគេហៅកឡូតែនណាซึ่งជំងឺហ្នឹងវាអាចឈានទៅដល់រលាកពងស្វះរបស់គាត់ដែលធ្វើឲ្យកោសិកាហ្នឹងมันអាចផលិតមេជីវិតគ្រប់គ្រាន់ចា៎ឬក៏គាត់មានជំងឺមួយគេហៅថា varicocele ជំងឺហ្នឹងគឺធ្វើឲ្យសរសៃស្វែនដែលចិញ្ចឹមស្រោមពងស្វះហ្នឹងវាហើមអញ្ចឹងវាធ្វើឲ្យពងស្វះគាត់ក្តៅរហូតដែលធ្វើឲ្យការផលិតហ្នឹងមានការធ្លាក់ចុះចានេះគឺជាមូលហេតុរបស់មកពីបុរសចាក្រៅពីនោះមានភាគរយដែលបណ្ដាលមកពីបុរសនិងស្ត្រីតែម្ដងគឺមានប្រហែលជា20%ដែលក្នុងនោះមានកត្តាផ្សេងទៀតដែលយើងមិនបានមូលហេតុច្បាស់លាស់មូលហេតុដែលមកពីស្ត្រីនេះគឺ40% មូលហេតុមកពីបុរសគឺ40% 20% ទៀតមូលហេតុគឺយើងអត់ដឹងច្បាស់ឬក៏មកពីទាំងពីរអ្នកតែម្ដងចា៎បាទយើងឃើញថាបញ្ហាពិបាកបង្កកំណើតនេះយើងមានជួបខ្លះហើយគឺអ្នកខ្លះរហូតដល់លែងលះគ្នាដោយសារតែការចោទប្រកាន់គ្នាថាមកពីបុរសមកពីស្ត្រីមកពីអីហ្នឹងដល់ឥឡូវនេះអ្នកគ្រូលើកឡើងគឺថា 40% មកពីបុរសដែរ 40% ក៏មកពីស្ត្រីដែរដូច្នេះស្មើគ្នាទេបាទស្មើគ្នាហើយ 20% ទៀតផ្សេងចា៎បាទឥឡូវយើងចូលមកដល់ការព្យាបាលវិញថាតើយើងធ្វើម៉េចដើម្បីជួយដល់អ្នកដែលមានបញ្ហា 20% 40% ខាងបុរសនិង 40% ខាងស្ត្រីនោះថាតើយើងអាចជួយដល់គូទាំងពីរនឹង
បានយ៉ាងម៉េចដើម្បីឲ្យគាត់មានកូននឹងគេចាមុននឹងចូលដល់ការវិជាបាលចានៅខ្ញុំសូមនិយាយអំពីការធ្វើរោគវិនិច្ឆ័យសិនព្រោះធម្មតាយើងជាបាលយើងត្រូវដឹងរោគវិនិច្ឆ័យរបស់ប្តីប្រពន្ធហ្នឹងថាមូលហេតុអីបានជាគាត់អត់មានកូនចាជាទូទៅស្ត្រីយើងត្រូវធ្វើការពិនិត្យមើលស្ត្រីតាមរយៈអេកូចាមើលទូស្បូនរបស់គាត់ហើយនឹងបូមឈាមមើលអុកម៉ូនរបស់គាត់ហើយនឹងមានការថតដៃស្បូនចា3ចំណុចនេះស្ត្រីគួរតែធ្វើដើម្បីពិភាក្សាថាមូលហេតុមកពីស្បូនឬក៏មកពីដៃស្បូនឬក៏មកពីបញ្ហាអុកម៉ូនរបស់គាត់ចាចំពោះបរិះគាត់ត្រូវពិនិត្យទឹកកាមរបស់គាត់និងពិនិត្យតាមរោគបរិះណាគឺគេមានការស្ទាបមើលថាតើគាត់មានហើមសរសៃឬក៏មានរលាកកពេញប្រូស្តាតកន្លែងណាមួយចាអញ្ចឹងបរិះសំខាន់គឺពិនិត្យទឹកកាមចាគឺគាត់ត្រូវខានរួមភេទចំនួន3ទៅ5ថ្ងៃបន្ទាប់មកគាត់នឹងបញ្ចេញទឹកកាមនឹងដាក់ចូលកំប៉ុងទៅគេនឹងយកទៅវិភាគមើលថាតើក្នុងទឹកកាមហ្នឹងគាត់មានចំនួនចលនារូបរាងរបស់មេជីវិតរបស់គាត់ហ្នឹងគ្រប់គ្រាន់ល្អអត់ចាបើសិនជាគាត់ផលិតបានចំនួនចលនារូបរាងល្អគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់ WHO ចាគឺគាត់អាចមានលទ្ធភាពធ្វើឲ្យស្ត្រីមានផ្ទៃពោះបានចាអញ្ចឹងការព្យាបាលនឹងទៅតាមមូលហេតុរបស់គាត់ឧទាហរណ៍ថាបើសិនជាមូលហេតុនៃការមិនមានកូនហ្នឹងគឺបណ្ដាលមកពីស្ត្រីដែលមានការធ្លាក់ពងញីហ្នឹងមិនទៀងទាត់ល្អអញ្ចឹងគេមានថ្នាំធ្វើឲ្យស្ត្រីហ្នឹងមានការធ្លាក់ពងញីទៀងទាត់ហើយនឹងគេអាចដឹងថាតើពងញីនឹងធ្លាក់ពេលណាគេនឹងឲ្យគាត់មានធ្វើការរួមភេទជាមួយនឹងគ្រួសារគាត់ទៅគាត់នឹងអាចមានឱកាសមានកូនចាបាទសូមជម្រាបថាឱកាសមានកូនក្នុងមួយខែជាធម្មជាតិបើសិនជាស្ត្រីដែលមានសុខភាពល្អបរិះមានសុខភាពល្អឱកាសមានកូនក្នុងមួយខែបានតែ 20% ទេចាអញ្ចឹងហើយมันគេឲ្យនិយមន័យនៃការលំបាកមានកូនរហូតដល់ស្ត្រីដែលប្តីប្រពន្ធដែលគាត់ព្យាយាមចង់បានកូនហ្នឹងរយៈពេល1ឆ្នាំបើសិនជាគាត់ព្យាយាមរយៈពេល1ឆ្នាំហើយនៅមិនមានកូនគេហៅថាគាត់លំបាកមានកូនប៉ុន្តែគាត់ត្រូវមានការរួមភេទជាទៀងទាត់ដែរបើសិនជាគាត់នៅជាមួយគ្នា1ឆ្នាំមែនប៉ុន្តែការរួមភេទមិនទៀងទាត់ឬក៏គាត់នៅឆ្ងាយពីគ្នាក៏យើងមិនអាចថាគាត់លំបាកមានកូនតែព្រោះការមានកូនតតែមានការរួមភេទជាលក្ខណៈធម្មជាតិទេมันអាចគាត់មានកូនបានចាជាទូទៅការរួមភេទដែលល្អដែលយើងវិភាគទៅគឺ2ទៅ3ដងក្នុងមួយសប្តាហ៍ចាបាទដូច្នេះយើងឃើញថាការដែលមុននឹងឈានចូលដល់ការព្យាបាលយើងត្រូវដឹងអំពីបញ្ហាទាំងភាគីទាំងសងខាងសិនតើខាងណាមួយដែលមានបញ្ហាពិតប្រាកដប៉ុន្តែអ្នកគ្រូលើកឡើងមិញគឺថាធ្វើម៉េចឲ្យគូស្ករទាំងពីរហ្នឹងសំទោសនៅជាមួយគ្នាហើយរួមភេទជាមួយគ្នាបានពី2ទៅ3ដងក្នុងមួយអាទិត្យចាអាហ្នឹងជាលក្ខណៈធម្មតានិយមន័យខ្ញុំចង់និយាយពីនិយមន័យមុនថាគាត់លំបាកមានកូនណាអញ្ចឹងគាត់ត្រូវជានៅជាមួយគ្នារយៈពេល1ឆ្នាំហើយរួមភេទឲ្យទៀងទាត់ចាតែបើសិនជាគាត់មកជួបគ្រូពេទ្យហើយគ្រូពេទ្យសួរទៅថាគាត់លំបាកច្រើនឆ្នាំហើយ4-10ឆ្នាំឬក៏5ឆ្នាំហើយអញ្ចឹងគេត្រូវធ្វើរោគវិនិច្ឆ័យដូចខ្ញុំនិយាយបាញ់មិញខាងស្ត្រីត្រូវធ្វើ3ចំណុចខាងប្រុសត្រូវពិនិត្យទឹកកាមណាចាក្រៅពីប្រើថ្នាំធ្វើឲ្យពងមេជីវិតញីរបស់ស្ត្រីហើយគេឲ្យនៅជាមួយគ្នាគឺមានវិធីផ្សេងទៀតដូចជាមានការលាងសម្អាតមេជីវិតរបស់បុរសដែលត្រូវយកទៅដាក់ចូលក្នុងស្បូនរបស់ស្ត្រីចាអានេះគេធ្វើក្នុងករណីដែលខាងបុរសគាត់ពិបាកបញ្ចេញទឹកឬក៏ខាងបុរសហ្នឹងគាត់មានបញ្ហាមេជីវិតឈ្មោះរាងខ្សោយបន្តិចឬក៏ខាងស្ត្រីអត់សូវមានរំអិលគ្រប់គ្រាន់ចាឬក៏មាត់ស្បូនរបស់គាត់ទូចង្អៀតដែលធ្វើឲ្យគាត់ពិបាកក្នុងការមេជីវិតឈ្មោះហែចូលទៅក្នុងស្បូនរបស់ស្ត្រីចានេះជាជំរើសទី2ចាវិធីទី3ហ្នឹងគឺគេហៅថាបង្កកំណើតនៅក្នុងកែវដែលជាប្រធានបទថ្ងៃនេះដែលយើងនឹងនិយាយហ្នឹងបាទចាគឺជាការបង្កកំណើតដោយប្រើវិធីបូមមេជីវិតញីរបស់ស្ត្រីមកខាងក្រៅហើយមកបានយកមកបង្កកំណើតជាមួយនឹងមេជីវិតរបស់បុរសដែលនៅក្នុងទឹកកាមហ្នឹងចាដើម្បីបានកជាកោសិកាកូនអាយុ3ទៅ5ថ្ងៃហើយបានយកទៅដាក់ក្នុងស្បូនរបស់ស្ត្រីវិញចាក្នុងលក្ខខណ្ឌនេះគេធ្វើវិធីនេះក្នុងករណីដែលបុរសដែលមានមេជីវិតឈ្មោះខ្សោយខ្លាំងហើយនឹងស្ត្រីដែលមានបញ្ហាស្ទះដៃស្បូនទាំងសងខាងឬក៏គាត់ប្រើគ្រប់អស់វិធីហើយគាត់នៅតែមិនអាចមានកូនដោយធម្មជាតិបានចាអញ្ចឹងដំណោះស្រាយក្នុងការបង្កកំណើតក្នុងកែវនេះជាដំណោះស្រាយមួយដែលអាចជួយគាត់មានកូនបានចាបាទនៅក្នុងស្រុកយើងនឹងតើយើងមានលទ្ធភាពដែលអាចជួយបានច្រើនទេបើតាមការពិសោធន៍កន្លងមករហូតមកដល់ពេលនេះខាងអ្នកគ្រូបានជួយដល់គូសកលដែលមានបញ្ហាលំបាកមានកូននឹងបាន
ប្រមាណកូនហើយឬក៏ប្រមាណគូហើយបាទខ្ញុំបានចាប់តាំងពីឆ្នាំណាមកបាទចាចាប់តាំងពីឆ្នាំ clinic ខ្ញុំបានបង្កើតតាំងពីឆ្នាំ2012ចាតាំងពីឆ្នាំនោះមកដល់ឥឡូវនេះយើងបានគូដែលបានមានកូននោះគឺ295គ្រួសារចាហើយក្នុងនោះមានក្នុងចំណោមសិទ្ធិប្រជាជនដែលមកពីគ្រោះខាងបញ្ហាអត់កូននោះ1618គ្រួសារចាក្នុងនោះមានវិធីសាស្ត្រច្រើនដូចជាមានការញ៉ាំថ្នាំថ្មីពងមានជីវិតយីធំមានការបញ្ចូលមានជីវិតនោះស្បូនមានការបង្កកំណត់ខាងកាយជាដើមចាតើការដែលយើងធ្វើលក្ខណៈដោយតែបង្កកំណើតបែបហ្នឹងយើងត្រូវការមន្ទីរពិសោធន៍អីធំដុំទេឬក៏យើងយកទៅធ្វើនៅក្រៅប្រទេសចាគឺធ្វើនៅក្នុងស្រុកខ្មែរយើងតែម្ដងគឺយើងមានឡាបូមួយលក្ខណៈពិសេសមួយដែលគេធ្វើមកគឺដូចជាមួយនឹងដៃស្បូនរបស់ស្ត្រីដែលជួយឲ្យបង្កកំណើតអញ្ចឹងតាំងពីសីតុណ្ហភាពតាំងពី humidity មានថាភាពសំណើមនៅក្នុងហ្នឹងតាំងពីសម្ពាធនៅក្នុងបន្ទប់ឡាបូនោះហើយក្នុងនោះគេមានទូផ្ងំដែលគេជាទូទៅគេ control ត្រួតពិនិត្យនឹងសីតុណ្ហភាពឲ្យដូចនឹងសីតុណ្ហភាពរបស់មនុស្សយើងគឺ37ដឺក្រេចាក្នុងនោះមានឧស្ម័នដែលគេត្រូវជំនួយកុំឲ្យវាដូចខាងក្រៅណាគឺគេបន្សុទ្ធខ្យល់នៅក្នុងហ្នឹងដើម្បីឲ្យដូចក្នុងខ្លួនរបស់ស្ត្រីចាគឺមានលក្ខណៈពិសេសគឺมันអាចមកបង្កាត់នៅក្នុងបន្ទប់ធម្មតាដែលមានជាតិពុលដូចជាគេហៅ VOC គេចាវាមានជាតិសារធាតុដូចជាឧទាហរណ៍កតាស់អញ្ចឹងវាបញ្ចេញសារធាតុព្រុយហ្នឹងដែលធ្វើឲ្យជាតិពុលហ្នឹងអាចបំផ្លាញកោសិកាកូនបានដូច្នេះក្នុងឡាបូរបស់យើងដូចជាអ្នកដែលមានបញ្ហាដូចគាត់លាបក្រែមលាបម្សៅប្រើទឹកអប់អីច្រើនក៏វាអាចបញ្ចេញសារធាតុហ្នឹងអាចធ្វើឲ្យពុលដល់កោសិកាកូនដែរអញ្ចឹងក្នុងបន្ទប់ឡាបូនោះគឺមានលក្ខណៈពិសេសសម្ភារៈប្រើប្រាស់ក៏ពិសេសដែរគឺមិនឲ្យមានសារធាតុបញ្ចេញជាតិពុលដូចជាកតាស់ឬក៏ជាតិផ្លាស្ទិកអីណាមួយដែលមិនបាន approve ក្នុងការប្រើប្រាស់ដែលមិនបានទទួលស្គាល់ក្នុងការប្រើប្រាស់ក្នុងឡាបូគឺយើងមិនអាចយកទៅប្រើប្រាស់នៅក្នុងឡាបូយើងបានទេចា៎បាទដូច្នេះទាមទារការស្អាតខ្លាំងណាស់ក្នុងការបង្កកំណើតនេះហើយខ្ញុំដឹងថាខ្ញុំទទួលព័ត៌មានថា clinic របស់អ្នកស្រីវិជ្ជបណ្ឌិតគឺមានបង្កើតមន្ទីរពិសោធន៍សម្រាប់បង្កកំណើតនេះនៅក្នុងស្រុកតែម្ដងហើយដែលមានលោកហៅសំណាងជាអ្នកគ្រប់គ្រងខាងផ្នែកហ្នឹងខ្ញុំចង់ជម្រាបសួរទៅលោកសំណាងថាតើមូលហេតុអីបានជាលោកផ្ដួចផ្ដើមបង្កើតមន្ទីរពិសោធន៍នេះឡើងហើយចាំបាច់បង្កើតតែធ្វើអីបាទអរគុណច្រើនលោកម៉ាលីបាទមូលហេតុនឹងវាផ្ដើមចេញពីការបង្កើតបន្ទប់វិគ្រោះសុខទៀងនៅដើមឆ្នាំ2012ដែលពេលនោះជំរើសនៃការព្យាបាលយើងមានត្រឹមតែការឲ្យថ្នាំសម្រាប់អ្នកដែលខ្សោយមធ្យមហើយនឹងស្រាលឬក៏អ្នកដែលមានមេជីវិតខ្សោយមធ្យមហ្នឹងគ្រាន់តែលាងមេជីវិតឈ្មោលនឹងហើយនៅក្នុងបន្ទប់ពិសោធន៍ហើយដាក់ត្រឡប់ទៅក្នុងស្បូនវិញដើម្បីឲ្យបង្កកំណើតតាមលក្ខណៈធម្មជាតិហើយដោយសារមានតាមទូរលេខហ្នឹងមានអ្នកជំងឺមួយចំនួនធំហ្នឹងគាត់មានការលំបាកធ្ងន់ធ្ងរដោយអ្នកស្រីវិជ្ជបណ្ឌិតបានលើកឡើងអញ្ចឹងដូចជាអត់ដៃស្បូនស្ទះដៃស្បូនឬក៏មេជីវិតនឹងខ្សោយខ្លាំងដែលតម្រូវឲ្យមានការបង្កកំណើតនៅក្នុងកែវទាមទារឲ្យមានបច្ចេកវិទ្យាជួយដើម្បីអាចឲ្យគាត់មានលទ្ធភាពមានកូនបានអញ្ចឹងហើយដោយសារមានការលើកទឹកចិត្តពីអ្នកជំងឺហើយដោយសារឃើញចំនួនជាក់ស្ដែងអ្នកដែលត្រូវការបច្ចេកវិទ្យានេះជួយទើបខ្ញុំបានបដិញ្ញាហើយនឹងមានជាកម្លាំងចិត្តបាទពីពួកគាត់បានឈានទៅដល់ការបង្កើតឡាបូបង្កកំណើតនៅក្នុងកែវនេះឡើងហើយខ្ញុំសូមជម្រាបជូនប្រិយមិត្តអ្នកស្ដាប់ផងដែរថានេះជាមោទនភាពមួយសម្រាប់ប្រជាជនខ្មែរសម្រាប់ប្រទេសកម្ពុជាយើងទាំងមូលដែលយើងអាចសម្រេចបង្កើតជាឡាបូបង្កកំណើតដែលមានលក្ខណៈពិសេសដោយអ្នកស្រីវិជ្ជបណ្ឌិតបានជម្រាបជូនអំបញ្ញមិញនេះស្រាប់ហើយឡាបូនេះក៏បានហើយនឹងកំពុងចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាយើងឲ្យមាន
កម្រិតស្មើនឹងប្រទេសនៅក្នុងតំបន់ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍផងដែរនៅក្នុងវិស័យបច្ចេកវិទ្យាជួយបង្កកំណត់កូននៅក្នុងកែវនេះបាទមុននឹងឈានចូលដល់បច្ចេកទេសនិងលទ្ធភាពខ្ញុំចង់ដឹងអំពីលទ្ធភាពនៃទីពិសោធន៍នេះហើយនៅក្នុងគម្រោងសំណួរហ្នឹងក៏ដូចជាមានលោកអ្នកស្ដាប់ម្នាក់ដែរគឺនៅខេត្តកណ្ដាលដូច្នេះចង់យកសំណួររបស់លោកមកសួរលោកសំណាងមួយសិនឬក៏អ្នកស្រីវិជ្ជបណ្ឌិតមួយសិនគឺសូមភ្ជាប់ទៅលោកវិរៈយុទ្ធបាទនៅខេត្តកណ្ដាលលោកអាឡូបងបាទសូមអញ្ជើញលោកវិរៈយុទ្ធមានសំណួរអីទាក់ទងនឹងបញ្ហានេះសូមអញ្ជើញសួរទៅអ្នកស្រីចាំដិតបាទខ្ញុំមកវិរៈយុទ្ធទៅទីខេត្តកណ្ដាលខ្ញុំសូមជម្រាបសួរដល់បងវាគ្មិនហើយនឹងសូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីគោរពទីស្រឡាញ់ចឹងខ្ញុំបាទមិនមានសំណួរតែមួយសំណួរទេដើម្បីឲ្យវិជ្ជាបណ្ឌិតឆ្លើយខ្ញុំមកចង់សួរថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងខ្លះគេចង់បានបងប្រាថ្នាថាកូនប្រុសឬកូនស្រីអញ្ចឹងតើគេចង់បានថាកូនប្រុសចង់បានកូនប្រុសគឺបានកូនប្រុសហើយចង់បានកូនស្រីគឺបានកូនស្រីតើជាបរាមឬក៏ជាបែបវិទ្យាសាស្ត្រតើបានរដ្ឋាភិបាលដែរទេអញ្ចឹងខ្ញុំបាទជំរាបតែប៉ុណ្្នឹងទេបងបាទអរគុណលោកវិរៈយុទ្ធបាទសូមអញ្ជើញអ្នកស្រីបាទការកូនចង់បានកូនប្រុសឬកូនស្រីដោយបំណងនឹងតាមវិទ្យាសាស្ត្រគឺអាចជួយបានដោយប្រើវិធីបង្កកំណើតនៅក្នុងកែវនេះតែម្ដងចាគឺការដែលក្រោយពីបង្កកំណើតជាកោសិកាកូនបានអាយុ5ថ្ងៃគេនឹងច្រឹបយកកោសិកាកូននឹងទៅពិនិត្យមើល DNA គេហៅថា PGD នឹង Pre-implantation genetic diagnosis ហ្នឹងគេយកទៅពិនិត្យមើល DNA កូនហ្នឹងថាជាកូនស្រីឬកូនប្រុសក្រោយពីពិនិត្យមើលភេទហ្នឹងក៏គេអាចពិនិត្យមើលជំងឺតពូជមួយចំនួនហើយបើសិនជាគាត់ចង់បានរើសភេទស្រីឬក៏ភេទប្រុសហ្នឹងគាត់គេនឹងយកកោសិកាដែលមានកូនភេទស្រីហ្នឹងយកទៅដាក់ឲ្យគាត់បើសិនជាគាត់ចង់បានស្រីបើសិនជាគាត់ចង់បានប្រុសគេនឹងយកកោសិកាកូនដែលមានភេទប្រុសយកទៅដាក់ក្នុងសម្បូររបស់ស្ត្រីវិញចាវិធីសាស្ត្រនេះគឺគេអាចជួយបាន 99.99% ចាជាកូនស្រីប្រុសតាមដូចបំណងរបស់គាត់ចាបានន័យថាសឹង 100% ចាសឹងតែ 100% នេះតាមលក្ខណៈវិទ្យាសាស្ត្រចាបាទមួយទៀតគាត់ភ្លេចសំណួររបស់គាត់តែប៉ុន្តែគាត់សរសេរមកគឺថាចង់បានកូនស្រីឬប្រុសឬកូនភ្លោះចំពោះកូនភ្លោះចាចំពោះកូនភ្លោះក៏ដូច្នោះដែរការបង្កកូនភ្លោះនេះគឺមិនចាំបាច់រហូតដល់ធ្វើឲ្យបង្កកំណើតក្នុងកែវទេដើម្បីបានភ្លោះក៏សូម្បីតែប្រើវិធីបញ្ចូលមេជីវិតឈ្មោះក្នុងស្បូនក៏អាចភ្លោះដែរដោយសារយើងត្រូវយល់ថាមានកូនភ្លោះតើតែមានកោសិកាមេជីវិតញី2ហើយនិងមេជីវិតឈ្មោះ2ទៅបង្កកំណើតរៀងខ្លួនចាអញ្ចឹងកូននឹងកើតមកអាចភ្លោះហើយបើសិនជាស្ត្រីធម្មតាមានកោសិកាមេជីវិតញីរបស់គាត់មានតែមួយហើយមួយខែធ្លាក់ពងញីមួយអញ្ចឹងជាទូទៅបានមនុស្សយើងមានកូនតែមួយឯងមិនមែនកូនពីរតែដោយសារវិទ្យាសាស្ត្រគេអាចប្រើថ្នាំធ្វើឲ្យមនុស្សស្រីហ្នឹងអាចបង្កើតមេជីវិតបាន2ក្នុងពេលតែមួយឬក៏3ក្នុងពេលតែមួយអញ្ចឹងបើសិនជាមេជីវិតរបស់អរោះចូលទៅបង្កកំណើតទៅវាបាន2អញ្ចឹងគាត់នឹងបានកូនភ្លោះហើយចាហើយវិធីសាស្ត្រដែលបង្កកំណើតក្នុងកែវហ្នឹងក៏អាចជួយឲ្យគាត់មានកូនភ្លោះដែរដោយសារបញ្ចូលកោសិកាកូន2ចូលទៅក្នុងស្បូនរបស់គាត់ចាអញ្ចឹងគាត់អាចទទួលបានកូនភ្លោះចាបាទហើយបច្ចេកទេសហ្នឹងគឺយើងអាចធ្វើបាននៅស្រុកខ្មែរហ្នឹងចាអាចធ្វើបាននៅស្រុកខ្មែរចាបាទនឹងតកតងខ្ញុំសូមសួរត្រឡប់ទៅលោកសំឡាងតើមន្ទីរពិសោធន៍របស់យើងហ្នឹងអាចមានលទ្ធភាពប៉ុណ្ណាធ្វើអីខ្លះបាទសូមអរគុណដោយអ្នកស្រីវិជ្ជបណ្ឌិតបានជម្រាបជូនឆ្លើយទៅនឹងសំណួរលោកវិរៈយុទ្ធអញ្ចឹងឡាបូនេះមិនមែនត្រឹមតែជួយអ្នកដែលជួបការលំបាកធ្ងន់ធ្ងរដែលតម្រូវឲ្យមានការបង្កកំណើតនៅក្នុងកែវទេប៉ុន្តែថែមទាំងអាចរើសភេទកូនប្រុសស្រីបាទអាចរើសកោសិកាកូនដែលមានសុខភាពល្អដាក់ត្រឡប់ចូលទៅក្នុងស្បូនវិញដើម្បីបញ្ជៀសនៅកោសិកាខ្លះដែលអាចមានជំងឺតពូជពីឪពុកម្ដាយក៏ដូចជាអាចរើសកូនភ្លោះហ្នឹងកាន់តែបានល្អបាទកាន់តែច្បាស់ត្រង់នេះខ្ញុំសូមបញ្ជាក់ថាការបង្កាត់នេះយើងភ្ញួចពងញីហើយមកបង្កាត់ជាមួយនឹងបង្កកំណើតជាមួយនឹងមេជីវិតឈ្មោលនេះនៅខាងក្រៅនៅពេលដែលបានកោសិកាយើងដាក់ត្រឡប់ទៅវិញអញ្ចឹងបើសិនជាយើងចង់បានភ្លោះយើងដាក់ត្រឡប់កោសិកាទៅ2ឬក៏3ទៅក្នុងស្បូនរបស់ស្ត្រីវិញតាមលក្ខខណ្ឌបច្ចេកទេស
ដែលអ្នកគ្រូនឹងធ្វើការណែនាំដល់ម្ដាយបាទទន្ទឹមនឹងនោះឡាបូនោះមានមុខងារសំខាន់មួយទៀតគឺរក្សាបង្កកទុកបាទបង្កកទុកកោសិកាកូនឧទាហរណ៍ថាយើងបង្កកំណើតបានកោសិកាកូន10យើងដាក់ត្រឡប់ទៅវិញ2អញ្ចឹង8នោះយើងរក្សាទុកនៅក្នុងឡាបូនោះតែម្ដងសម្រាប់ការចង់បានកូននៅពេលក្រោយហើយការរក្សានេះយើងអាចរក្សាបានរហូតដល់អាយុទៅដល់រយៈពេល30ឆ្នាំបាទហើយលើសពីនេះទៅទៀតឡាបូនោះមានមុខងារសំខាន់មួយទៀតគឺអាចរក្សានៅមេជីវិតញីឬក៏មេជីវិតឈ្មោលបាទមេជីវិតបរោះសំទោសបាទមេជីវិតបរោះហ្នឹងសម្រាប់អ្នកដែលមានជំងឺមហារីកដែលតម្រូវឲ្យមានការបាញ់កាំរស្មីហ្នឹងក្រែងលុបបំផ្លាញមុខងារបន្តពូជហ្នឹងលែងផលិតមេជីវិតញីឬក៏មេជីវិតឈ្មោលអញ្ចឹងមុនពេលធ្វើការបាញ់កាំរស្មីព្យាបាលហ្នឹងយើងតម្រូវឲ្យបូមមេជីវិតញីឬក៏មេជីវិតឈ្មោលហ្នឹងមករក្សាទុកសិនបាទទើបគាត់អាចមានលទ្ធភាពខ្លាចជាឪពុកនិងម្ដាយនៅពេលក្រោយពេលព្យាបាលជាសះស្បើយបាទនេះជាមុខងារសំខាន់របស់ឡាបូនេះបាទយើងប្រៀបធៀបទៅតើឡាបូមន្ទីរពិសោធន៍បង្កកំណើតរបស់លោកនឹងអាចប្រៀបធៀបបានយ៉ាងម៉េចដែរជាមួយនឹងប្រទេសដទៃបាទតើមានលក្ខណៈគេហៅបទដ្ឋានឬស្តង់ដារនឹងយ៉ាងម៉េចបាទអរគុណធៀបទៅនឹងឡាបូដែលយើងមាននៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោកនេះគឺយើងស្មើនឹងឡាបូនៅក្នុងតំបន់និងស្មើនៅក្នុងឡាបូនៅក្នុងប្រទេសគេជឿនលឿននៅលើពិភពលោកគុណភាពនៃការបង្កកំណើតនៅខាងក្រៅនេះផ្អែកទៅលើកត្តាចំនួន3ជាសំខាន់ទី1គឺគុណភាពរបស់ឡាបូទី2សម្ភារៈដែលបំពាក់នៅក្នុងឡាបូហើយនិងអ្នកបច្ចេកទេសបង្កកំណើតនៅក្នុងឡាបូដែលឡាបូរបស់ខ្ញុំនេះកសាងឡើងនឹងក្រោមការប្រឹក្សាជាមួយនឹងអ្នកសាងសង់ឡាបូដែលល្បីឈ្មោះក្រុមហ៊ុននឹងឈ្មោះ Alpha Environmental Inc នោះនៅសហរដ្ឋអាមេរិកដែលមានពិសោធន៍សង់ឡាបូជាច្រើននៅអឺរ៉ុបនៅប៉ែកខាងអឺរ៉ុបនិងខាងអាមេរិកខាងជើងបាទហើយជាឡាបូទី1ហើយដែលសាងសង់ដោយក្រុមហ៊ុន Alpha នៅក្នុងតំបន់អាស៊ីបាទចំណែកឯសម្ភារៈដែលយើងបំពាក់នៅក្នុងឡាបូនេះជាសម្ភារៈដែលបញ្ជាទិញពីខាងក្រៅប្រទេសដែលកំពុងប្រើនៅក្នុងឡាបូជុំវិញពិភពលោកបាទទាំងនៅក្នុងឡាបូដែលនៅក្នុងប្រទេសកំពុងអភិវឌ្ឍហើយនិងប្រទេសដែលអភិវឌ្ឍបាទចំណែកឯអ្នកដែលបច្ចេកទេសក្នុងការបង្កកំណើតនេះជាអ្នកដែលមានពិសោធន៍ខ្ពស់លោកជាជនជាតិអង់គ្លេសទទួលបានបណ្ឌិតជាជនជាតិអង់គ្លេសដែលមានពិសោធន៍រហូតដល់20ឆ្នាំឯណោះដែលគ្រប់គ្រងឡាបូមួយនៅក្នុងប្រទេសអង់គ្លេសចំនួន5ឆ្នាំហើយនិងឡាបូ3ផ្សេងទៀតនៅប្រទេសអាមេរិកចំនួន15ឆ្នាំអញ្ចឹងហើយជាសរុបមកវិញគឺគុណភាពនៃឡាបូនេះគឺស្មើទៅនឹងប្រទេសនៅក្នុងតំបន់ក៏ដូចជាប្រទេសដែលអភិវឌ្ឍបាទបាទន័យថានៅក្នុងប្រទេសជិតខាងក្នុងតំបន់យើងនឹងមានដែរមានប្រភេទនឹងដែរឬក៏យ៉ាងម៉េចបាទបើតាមប្រទេសណាខ្លះបាទនៅក្នុងតំបន់យើងគឺមានអស់ហើយនៅសល់តែប្រទេស2ទេដែលមិនទាន់មានឥឡូវនេះកម្ពុជាយើងមានហើយនៅសល់ប្រទេសឡាវមួយទៀតដែលមិនទាន់មានឡាបូប្រភេទនេះបាទឥឡូវសូមទទួលលោកអ្នកស្ដាប់មួយទៀតគឺពីខាងខេត្តបាត់ដំបងលោកច័ន្ទឌីបាទសូមអញ្ជើញបាទជំរាបលោកវិជ្ជបណ្ឌិតបាទជំរាបលោកច័ន្ទឌីបាទសូមអញ្ជើញបាទមានប្រពន្ធបាន4-10ឆ្នាំហើយអត់មានកូនហើយដល់រួចទៅមិនដឹងថាបើតាមមានធ្វើការសន្និដ្ឋានថាវាបាត់បង់នៃជីវិតឈ្មោលនៅដើម្បីជីវិតនេះអត់បាននៅខាងដឹងខ្លួនឯងថាវាមិនមានលទ្ធភាពទេតើចង់ធ្វើចំនួនដែលលោកគ្រូតែថាបើសិនណាវាលោកគ្រូមាននៃជីវិតឈ្មោលដើម្បីបានបញ្ចូលនៅដូនស្រីហ្នឹងឲ្យមានកូនទៅបានដែរទេហើយតែប៉ុណ្ណាតាមតើតំណែងតាមរបៀបតាមពិធីណាតាមលេខទូរស័ព្ទយ៉ាងណាហើយទៅតំណែងរកទីកន្លែងទីណាទីមួយហើយខ្ញុំមិនឃើញថាគាត់នឹងចង់បានកូនតើបើសិនណាប្រតិកម្មជាយើងក៏មានធ្លាក់ដល់កម្រិតអាចរកកូនចៅឲ្យដាក់តាមវិធីសាស្ត្រតាម
tại đồn từng con khai đây nhưng đa tam một chút mấy đôi mình phơi này đây tham liên ai chịu không ta rồi bờ mẹ có ta nên làm tập tiệc ta đặt tôn ba đây thế đó trong khu vực riêng vậy bà bờ tên nào bà con lục chân đi bà con bà sợi chấm đất bà chỉ đập toàn hay mình hay tìm mối quạt đập mình sợi toàn bình thế lục chân đi quạt mình toàn trang thàปัจจัยกิบ่យើងនឹងអាចធ្វើអីបានខ្លះប៉ុន្តែគាត់សង្ឃឹមថាអាចធ្វើបានចឹងសូមអ្នកស្រីបញ្ជាក់ម្ដងទៀតតើបច្ចេកទេសនឹងអាចធ្វើមិនបានវិធីប្រមាណបាទចាបញ្ហារបស់គាត់ផ្ទាល់ខ្ញុំស្ដាប់បានថាគាត់អត់មានមេជីវិតនៅក្នុងទឹកកាមរបស់គាត់គាត់ថាអត់មានមេជីវិតឈ្មោលបាទហើយ10ឆ្នាំមកហើយមិនតែមួយឆ្នាំដូចចានៃបាទចាគាត់ការដែលអត់មានមេជីវិតឈ្មោះក្នុងទឹកកាមហ្នឹងគេត្រូវវិភាគមើលថាតើគាត់អត់មានមេជីវិតក្នុងទឹកកាមដោយសារតែអត់ផលិតឬក៏ដោយសារតែវាស្ទះចាបើសិនជាវាអត់ផលិតគេបើសិនជាវាស្ទះខ្ញុំនិយាយពីស្ទះវិញចាបើសិនជាស្ទះគេអាចប្រើវិធីសាស្ត្របូមមេជីវិតហ្នឹងចេញពីក្នុងពងស្វាឬក៏ចេញពីកន្លែងដែលស្ទះហ្នឹងមកគេយកមកបង្កកំណត់នៅក្នុងកែវបានចាដោយមិនបាច់ឲ្យរត់តាមទយោចាមិនបាច់ឲ្យរត់តាមទយោចេញមកទឹកកាមធម្មតាទេប៉ុន្តែអានេះបើសិនជាគាត់ចង់ព្យាបាលតាមលក្ខណៈគេកាត់តបុមាថាគេស្ទះកន្លែងណាគេអាចប្រើវិធីសាស្ត្រព្យាបាលដោយប្រើវិធីតអាកន្លែងដូចថាបរិសុទ្ធដែលគាត់ចងបំពង់មេជីវិតហើយគាត់អាចចងឲ្យគេកាត់ឲ្យតវាត្រឡប់មកវិញប៉ុន្តែការតនេះជួនកាលវាតអត់ដូចដើមវិញទេដោយសារបំពង់ទយោនឹងតូចអញ្ចឹងការដែលកាត់ឲ្យតវិញវាមានស្នាមជួនកាលវាជាទៅវាចិត្តឈឹងវិញដដែលបាទចាអញ្ចឹងដើម្បីជួយឲ្យគាត់មានកូនតាមដោយបំណងនោះគឺការបូមមេជីវិតគាត់យកមកបង្កកំណើតនៅក្នុងកែវជាមួយមេជីវិតរបស់ប្រពន្ធគាត់ទៅបានជាកោសិកាកូនបានដាក់ក្នុងស្បូនរបស់ប្រពន្ធគាត់វិញចាចំពោះបរិសុទ្ធដែលគាត់មានបញ្ហារហូតដល់មិនមានការផលិតក្នុងទឹកកាមនោះតែក្នុងមិនមានការផលិតមេជីវិតនោះតែម្ដងដោយសារមូលហេតុគាត់មានបញ្ហាអុកម៉ូនឬក៏មានបញ្ហាដែលគាត់ដូចជាគាត់មានមហារីកហើយទៅគាត់កាត់ចោលអស់ហើយអញ្ចឹងគាត់មានមេជីវិតទៀតទេគាត់អត់មានមេជីវិតទៀតទេអញ្ចឹងតម្រូវឲ្យគាត់មានការdonor មានន័យថាត្រូវរកមេជីវិតរបស់អ្នកផ្សេងចាបរិច្ចាគចាមានបរិច្ចាគនឹងមកគេលាងសម្អាតមេជីវិតរបស់អ្នកបរិច្ចាគនឹងទៅហើយគេយកទៅដាក់ក្នុងស្បូនរបស់គាត់របស់ប្រពន្ធគាត់ទៅនឹងអាចធ្វើឲ្យគាត់មានកូនបាន 50% ជារបស់ខ្លួនឯងចាបាទហើយសំណួររបស់គាត់សួរថាបើសិនអ្នកក្រអាចធ្វើបានអត់ខ្ញុំសូមបង្វែរសំណួរហ្នឹងទៅខាងលោកសំណាងដើម្បីឆ្លើយចាបាទលោកសំណាងជាក់តិចការបង្កើតមន្ទីរសម្រាប់នេះឡើងគឺសម្រាប់ប្រជាជនខ្មែរអញ្ចឹងតម្លៃហ្នឹងគឺយើងធ្វើទៅរៀបចំហ្នឹងគឺដើម្បីប្រជាជនខ្មែរយើងហើយប្រសិនបើករណីសម្រាប់អ្នកក្រទាំងអ្នកក្រទាំងអ្នកមធ្យមទាំងអ្នកមាននេះគឺអាចមានលទ្ធភាពដូចគ្នាបាទចំណុចត្រង់នេះខ្ញុំសូមរំលឹកទៅអ្វីអ្នកគ្រូបានបញ្ជាក់បន្តិចការព្យាបាលនេះគឺអាស្រ័យទៅតាមមូលហេតុនៃការលំបាកហើយដោយករណីបងច័ន្ទឌីដែលលំបាក10ឆ្នាំហើយចំណុចនេះបងកុំអស់សង្ឃឹមពីព្រោះបច្ចេកវិទ្យានៃការបង្កកំណើតនេះមានរីកចម្រើនដល់ចំណុចកំពូលហើយមាននៅក្នុងស្រុកខ្មែរយើងទៀតហើយតម្លៃនៃការព្យាបាលនោះគឺសមរម្យដែលប្រជាជនទូទៅនឹងអាចមានលទ្ធភាពគ្រប់គ្រាន់បាទក្នុងការព្យាបាលបានបាទលោកអាចជំរាបលេខទូរស័ព្ទតែម្ដងទៅឬក៏យ៉ាងម៉េចដើម្បីឲ្យគាត់អាចតាក់ទងភ្លាមព្រោះគាត់ចង់ដឹងដែរថាតើទៅឯណានៅកន្លែងណាអញ្ចឹងបាទអញ្ចឹងដោយសារបងច័ន្ទឌីនេះបងរស់នៅខេត្តផងក៏ដូចជាប្រជាជនដទៃដែលកំពុងតាមស្ដាប់នៅកម្មវិធីខ្ញុំក៏លើកទឹកចិត្តឲ្យ call មកទូរស័ព្ទមកជាមុនដើម្បីបានស្វែងរកព័ត៌មានបាទឬក៏ធ្វើការណាត់ជួបអ្នកស្រីវិជ្ជបណ្ឌិតផ្ទាល់កុំឲ្យខាតពេលបាទតាមរយៈលេខទូរស័ព្ទ012 35 53 08បាទខ្ញុំសូមបញ្ជាក់ម្សាទៀតគឺ012 35 53 08បាទសូមអរគុណបាទបាទឥឡូវយើងបានជ្រាបលោកអ្នកបានជ្រាបខ្លះហើយអំពីបញ្ហាបច្ចេកទេសក្នុងការបង្កកំណើតតាមរបៀបលោកច័ន្ទឌីគាត់មានបញ្ហា10ឆ្នាំហើយប៉ុន្តែគ្រាន់តែដឹងថាបញ្ហាពីខាងលោកយើងដូចអ្នកគ្រូលើកឡើងមិញអញ្ចឹងថាមិនដឹងថាមកពីបញ្ហាអីទេពិតប្រាកដ
មិនទាន់ច្បាស់ទេយើងត្រូវបានទទួលព័ត៌មានតិចតួចខ្ញុំសូមបន្តទៅមួយទៀតទៅលោកសុនធនពីខេត្តកំពង់ធំបាទតើគាត់បានភ្ជាប់ហើយនៅអាឡូបាទជំរាបសួរលោកសុនធនលោកមានអីដែលចង់ចូលរួមនៅក្នុងវេទិការបស់យើងសូមជើញបាទមានចាប់អារម្មណ៍ដែរគាត់រីករាយនិយាយពីរឿងព្រឹត្តិការណ៍សង្គមនយោបាយឥឡូវនិយាយពីបញ្ហាធនធានមនុស្សម្ដងចឹងណាបាទខ្ញុំបាទធនធានមនុស្សមានសារៈសំខាន់ដែរហើយខ្ញុំប្រកេតឃើញនៅក្នុងខាងខ្ញុំនេះនៅជុំសហគមន៍ខ្ញុំរួននេះឃើញអ្នកមានពីទូជាមានឡានពីមានលុយចាយមុខរបរត្រឹមត្រូវតែជាគាត់អត់មានកូនហើយគាត់ខ្វល់ខ្វាយមួយថ្ងៃចង់បានកូនហើយគាត់ថាទៅពេទ្យអស់ចិត្តអស់ចង់ហើយមិនមានណាហើយគាត់សម្ដែងការថោកស្ដាយដែរយកសុំកូនជាចិញ្ចឹមដោយសារតែគាត់មានធនធានអាចចិញ្ចឹមកូនបាន 4-10 នាក់អីចឹងណាហើយផ្ទុយទៅវិញអ្នកដែលគាត់លំបាកវេទនាទៅជានេះបានទៅវិញអញ្ចឹងខ្ញុំឲ្យលោកវិជ្ជបណ្ឌិតបកស្រាយម្ដងទៀតដោយសារខ្ញុំចង់ឲ្យលោកប្រាប់លេខទូរស័ព្ទទៅដើម្បីប្រាប់អ្នកដែលគាត់ចង់បានបុក្កាបតីហ្នឹងឲ្យគាត់ទៅជួបលោកផ្ទាល់ដើម្បីពិភាក្សាព្រោះនៅខាងខ្ញុំនេះមានដូចខ្ញុំបាននិយាយខាងដើមទៅមានអ្នកគ្រូសាគេមានជីវភាពទូទីមានមុខរបរត្រឹមត្រូវហើយអត់មានកូនចឹងហើយគេចង់បានកូនចឹងហើយខ្ញុំចង់ឲ្យលោកប្រាប់ទូរស័ព្ទវិញដើម្បីបានតំណាក់តំណងទៅលោកវិជ្ជបណ្ឌិតផ្ទាល់ណាដើម្បីគ្រូយោបល់ជាក់ស្ដែងណាដើម្បីមានគាត់នឹងមានលទ្ធភាពមានកូនដូចគេដូចអីហ្នឹងនេះគាត់សុំកូនជាចាំមែនអញ្ចឹងលោកគាត់មានសំណួរអីទេចឹងណាបាទខ្ញុំគាត់ទូរស័ព្ទទំនាក់ទំនងទូគាត់ហើយខ្ញុំសួរថាសូមឲ្យលោកវិជ្ជបណ្ឌិតប្រាប់លេខទូរស័ព្ទទៅដើម្បីដល់លេខទូរស័ព្ទនឹងដល់គ្រួសារខ្មែរណាដែលគាត់អត់មានកូនដើម្បីឲ្យគាត់បានជួបព្រោះអាហ្នឹងវាតាក់ទងនឹងគេទៅយុទ្ធតខ្លួនណាមិនថានិយាយចំអញ្ចឹងហើយលោកវិជ្ជបណ្ឌិតប្រាប់លេខទូរស័ព្ទមកដើម្បីគាត់មានឱកាសនឹងជួបពិភាក្សាឯកជនតខ្លួនអញ្ចឹងខ្ញុំមានយោបល់ប៉ុណ្ណឹងទេបាទអរគុណលោកសុនធនបាទហើយសូមមួយទៀតទៅខាងបាត់ដំបងវិញបាទលោកម៉ាងកឹមលៀបបាទជំរាបសួរលោកម៉ាងកឹមលៀបបាទសូមគោរពជំរាបសួរលោកលេងម៉ាលីសូមគោរពជំរាបសួរលោកស្រីវិជ្ជបណ្ឌិតសូមគោរពជំរាបសួរលោកអត់ចា៎ណាផងដែរបាទចា៎ជំរាបសួរចា៎លោកវិជ្ជបណ្ឌិតគឺថាខ្ញុំឃើញថាកន្លងមកជាបរិបទខ្មែរដែលគាត់ពិតជារោគអេដគាត់មានបញ្ហាក្នុងប្តីប្រពន្ធគាត់ឆ្លងរោគប្តីប្រពន្ធទឹកមេរោគដូច្នេះគាត់ចង់បានកូនតែនៅខាងឡាបូរបស់លោកស្រីវិជ្ជបណ្ឌិតលោកហៅកំណានមានបញ្ហាអាចជ្រើសរើសនៃជីវិតនេះស្មូលដែលកាត់ជើងវាធ្វើយ៉ាងណាកុំឲ្យបញ្ហាមេរោគនេះឆ្លងទៅដល់កូនបានដែរទេមួយទៀតខ្ញុំឃើញថានៅប្រទេសថៃវាមានទីឈ្មោះពោះមានជនជាតិអូស្ត្រាលីជាអ្នកទៅជន់ទៅប្រទេសថៃទីឈ្មោះពោះជនជាតិថៃទីឈ្មោះពោះឲ្យតែចម្លែង 16000 ដល់ពេលដែលកើតទុំហេតុនេះមកកូនស្រីអត់អីទេទុកទៀតឯកូនប្រុសមានបញ្ហាជំងឺបេះដូងហើយធ្វើឲ្យឪពុកម្ដាយនោះតែគាត់អត់ពេញចិត្តអត់យល់ហើយធ្វើឲ្យស្ត្រីដែលពោះជនជាតិថៃក៏តន់បាក់ចិត្តគាត់ធ្វើដូចតែទេព្រោះគាត់អាចចិញ្ចឹមកូននឹងរស់បានហើយកូននេះទឹកចោលនៅក្នុងពេទ្យខ្ញុំចង់សួរថានៅប្រទេសកម្ពុជាយើងអ្នកដែលចង់បានកូនហើយគាត់មានលទ្ធភាពបន្តនៃជីវិតហ្នឹងបង្កើតកូននៅក្នុងកូនបានទាំងបរិបទទាំងស្ត្រីហ្នឹងអញ្ចឹងតើយើងអាចមានអ្នកណាម្នាក់ដែលទីឈ្មោះពោះទៅទីឈ្មោះពោះនៅក្នុងឡាបូរបស់លោកយ៉ាងតាមតែទេបាទយើងមានទេហើយតាមដល់ញ៉ាត់ឲ្យដែរទេនៅប្រទេសកម្ពុជាយើងហើយតើទីទៅឡាបូរបស់លោកយ៉ាងហ្នឹងអាចជ្រើសរើសនៃជីវិតដើម្បីកុំឲ្យមានជំងឺដូចជំងឺថៃព្រោះឲ្យជំងឺអូស្ត្រាលីបានដែរទេគឺឲ្យមានបញ្ហាពុកពងចោលនឹងទីនេះខ្ញុំបានណាងជំរាបពីខេត្តបាត់ដំបងសូមអរគុណសូមជម្រាបបាទសូមជម្រាបលាលោកកឹមលៀបបាទដូចជាការលើកឡើងរបស់លោកសំណាងពីខាងដើមដែរថាអាចជ្រើសរើសយកមេជីវិតដែលល្អជាពិសេសទាក់ទងនឹងបញ្ហាជំងឺបន្តពូជឥឡូវធ្លាក់មកដល់ជំងឺបន្តពូជដែរជំងឺអេដសហ្នឹងយ៉ាងម៉េចដែរបាទសំណួររបស់គាត់អាចជ្រើសរើសបានទេ
ចាសំណួរគាត់ថាប្តីប្រពន្ធនឹងមានជំងឺអេដទាំងពីរនាក់ចាបើសិនជាគាត់មានជំងឺអេដទាំងពីរនាក់ដូច្នេះតម្រូវឲ្យគាត់ព្យាបាលរហូតដល់គេហៅថា viral load ណាចំនួនមេរោគអេដនឹងនៅក្នុងឈាមរបស់គាត់នឹងធ្លាក់ចុះមកក្នុងគេហៅថាកម្រិតមួយ indetectable មានន័យថាអាចតិចជាង200កូពីក្នុង1មីលីលីត្រគាត់អាចព្យាយាមមានកូនខ្លួនឯងដោយធម្មជាតិខ្លួនឯង2នាក់ប្តីប្រពន្ធបើសិនជាគាត់មានមេរោគអេដទាំងពីរនាក់បាទអាចឆ្លងមកកូនទេបើសិនជាគាត់តាមដានព្យាបាលរហូតដល់viral load គាត់នឹងចុះមកគេហៅ indetectable គឺគាត់ជាបាក់ពេលដែលគាត់មានផ្ទៃពោះហើយគាត់នៅតែប្រើថ្នាំមួយជីវិតអាហ្នឹងណាបើមិនជាគាត់ប្រើថ្នាំរហូតហើយគាត់នឹងតាមដាន shark viral របស់គាត់ហ្នឹង viral load ហ្នឹងភាសាបារាំងគេថា shark viral ចាដែលវាចុះទៀតរហូតដល់ indetectable ហ្នឹងគឺគាត់អាចមានកូនខ្លួនឯងបានហើយកូនហ្នឹងពេលដែលកើតគឺអត់ឆ្លងទៅម្ដាយអត់ឆ្លងទៅកូនទេចាប៉ុន្តែក្នុងលក្ខខណ្ឌមួយដែលគាត់ត្រូវទៅពិនិត្យជាមួយនឹងអ្នកជំនាញឯកទេសដែលគាត់ព្យាបាលជំងឺអេដហ្នឹងដើម្បីឲ្យ virus គាត់នឹងចុះមកគេហៅថា indetectable ហ្នឹងគាត់អាចមានពីអ្នកប្រិយពន្ធអាចរួមភេទតាមលក្ខណៈធម្មជាតិបានប៉ុន្តែផ្ទុយទៅវិញបើសិនជាមានម្នាក់ណាដែលគាត់មានបញ្ហាឆ្លងមេរោគឧទាហរណ៍ថាប្រពន្ធមានមេរោគអេដឧទាហរណ៍ថាប្តីគាត់មានមេរោគអេដប៉ុន្តែប្រពន្ធអត់មានមេរោគអេដទេអញ្ចឹងបើសិនជាគាត់រួមភេទទៅអាចឆ្លងទៅប្រពន្ធហើយអញ្ចឹងខាងប្រុសមុននឹងគាត់ត្រូវក៏ព្យាបាលដែរដើម្បីឲ្យ viral load គាត់ហ្នឹងចុះមកទៀត indetectable ទៅគេអាចលាងសម្អាតមេជីវិតរបស់ប្តីហ្នឹងយកមកដាក់ក្នុងស្បូនរបស់ស្ត្រីពេលដែលលាងសម្អាតហើយគឺមេរោគដែលមាននៅក្នុងទឹកកាមរបស់គាត់មិនមាននៅក្នុងជាទូទៅបើសិនជាមេរោគក្នុងទឹកឈាមគាត់មិនមានindetectable គឺមេរោគហ្នឹងមិនមាននៅក្នុងទឹកកាមទេដូច្នេះយើងលាងសម្អាតមេជីវិតរបស់គាត់ទៅយើងយកទៅដាក់ក្នុងស្បូនរបស់ស្ត្រីអញ្ចឹងគាត់អាចមានកូនបានដោយមិនបានឆ្លងមេរោគពីប្តីទេចាហ្នឹងចំពោះគេហៅថាប្តីមានមេរោគអេដតែប្រពន្ធអត់មានមេរោគអេដទេចាអញ្ចឹងគេមានវិធីក្នុងការជួយឲ្យគាត់មានកូនដោយខ្លួនឯងដោយមិនបាច់យកទៅដាក់អ្នកណាឬក៏ចម្រាញ់អីយ៉ាងម៉េចទេគឺគាត់គឺត្រូវតែតម្រូវឲ្យមានការព្យាបាលឲ្យមេរោគហ្នឹងវាចុះមកគេហៅ indetectable គឺគាត់អាចមានកូនបានចាបាទសូមសួរជាក់ម្ដងទៀតគឺថាបើសិនជាខាងបរិសុទ្ធមានមេរោគចាធ្វើម៉េចឲ្យមេរោគរបស់គាត់ចុះទៀតចាចុះទៀតហើយប្រពន្ធដែលគាត់អត់មានជំងឺទេបាទបើសិនជាចង់មានកូននឹងយើងនិយាយក្នុងន័យថាពីរអ្នកប្តីប្រពន្ធហ្នឹងមិនរួមភេទជាមួយគ្នាគឺគាត់ប្រើស្រោមជាទូទៅបើកាលណាគាត់មានមេរោគអញ្ចឹងគាត់ប្រើស្រោមចាន័យថាមួយមានមេរោគមួយអត់ហើយចង់មានកូនគឺយើងធ្វើដោយវិធីលាងសម្អាតមេជីវិតរបស់គាត់ខាងប្រុសទៅដាក់ក្នុងស្បូនរបស់ខាងស្រីចាយើងអាចមើលដឹងថាមានមេរោគលាងស្អាតឬក៏មិនស្អាតយើងដឹងហ្មងនៅក្នុងបច្ចេកទេសចាជាទូទៅតម្រូវមុននឹងធ្វើការព្យាបាលគឺគាត់តម្រូវមុននឹងការព្យាបាលគាត់មានកូនហ្នឹងគឺតម្រូវឲ្យគាត់ឈាមរបស់គាត់ហ្នឹងគឺ indetectable សិនកាលណាក្នុងឈាមរបស់គាត់មិនមានមេរោគអញ្ចឹងក្នុងទឹកកាមគាត់គឺនឹងមិនមានមេរោគទេចាគេអាចប្រើយកទឹកកាមគាត់ទៅវិភាគគឺធ្វើ PCR ក្រោយពីលាងសម្អាតហើយគេនឹងធ្វើ PCR នឹងមួយសារទៀតថាតើក្នុងទឹកកាមរបស់គាត់នឹងនៅមានមេរោគនឹងអត់បើមិនជាអត់មានបានគេបញ្ចូលទៅក្នុងស្បូនរបស់គាត់តែបើមិនជាមានគឺគេព្យាបាលបន្តទៀតឲ្យបើខាងបរិសុទ្ធនឹងញ៉ាំថ្នាំមិនធ្វើការតាមដានរហូតដល់ក្នុងទឹកកាមរបស់គាត់មិនមានមេរោគនឹងកើតឡើងចា៎ PCR ស្អីគេគឺគេធ្វើតេស្តរកមើលមេរោគនៅក្នុងទឹកកាមរបស់គាត់នឹងតែម្ដងចា៎បាទតើតើនឹងជំងឺបន្តពូជនេះជំងឺតពូជហ្នឹងមិនមែនបន្តពូជបាទជំងឺដែលលោកសំណាងលើកឡើងពីខាងដើមថាយើងជ្រើសយករើសមេជីវិតដោយមិនឲ្យមានជំងឺតពូជបានចាជំងឺតពូជហ្នឹងដូចជាឧទាហរណ៍ជំងឺឈាមក្រកកជំងឺឈាមក្រកកគឺជាជំងឺតពូជអញ្ចឹងបើសិនជាឪពុកម្ដាយដែលគាត់មានជំងឺឈាមក្រកកអញ្ចឹងកូនគាត់អាចនឹងមានឱកាស 50% នឹងមានកូនកើតជំងឺនឹងដូចគ្នាអញ្ចឹងគេត្រូវវិភាគកោសិកាកូនគេមិនពិនិត្យមើលមេជីវិតរបស់គាត់ទេគឺគេយកមកបង្កកំណើតជាកោសិកាកូនហើយបានគេជ្រាបយកកោសិកាហ្នឹងទៅវិភាគ DNA មើលថាតើក្នុងក្រូម៉ូសូមរបស់គាត់មួយណាដែលមានបញ្ហាចាឧទាហរណ៍ដូចជាកូននៅថៃដែលគាត់និយាយអំបញ្ញមិញគឺកូនហ្នឹងមានជំងឺគេហៅថា Down syndrome គឺក្រូម៉ូសូមទី21មានដល់ទៅ3
គាត់មិនបានពិនិត្យមើលPGD ហ្នឹងទេធ្វើមើល DNA ហ្នឹងទេគឺគ្រាន់តែយកកោសិកាកូនទៅដាក់ក្នុងស្បូនរបស់ស្ត្រីហ្នឹងទៅមានកូនមួយគឺគាត់មានជំងឺមានកូនមួយទៀតគឺគាត់មានជំងឺទេអញ្ចឹងពេលដែលកើតមកគាត់យកទៅកូនដែលល្អអញ្ចឹងកូនដែលមានជំងឺហ្នឹងបើសិនជាមុនដាក់ចូលគាត់វិភាគ PGD ហ្នឹងសិនបានដាក់ចូលទៅក្នុងស្បូនរបស់គាត់គឺជំងឺហ្នឹងមិនអាចមានកើតឡើងទេដោយសារគេអាចពិនិត្យមើលក្រូម៉ូសូមហ្នឹងថាក្រូម៉ូសូមទី21ហ្នឹងមានប្រមាណទី13ហ្នឹងមានប្រមាណទី18មានប៉ុន្មានដើម្បីជៀសជំងឺហ្នឹងប៉ុន្តែការធ្វើ PGD ហ្នឹងគឺមិនមែនតម្រូវឲ្យធ្វើគ្រប់អ្នកជំងឺទាំងអស់ទេចាទី1គឺតម្រូវឲ្យយើងសាកសួរព័ត៌មានពីប្រវត្តិជំងឺរបស់ប្តីប្រពន្ធហ្នឹងឬក៏ខាងស្រីមានកោសិកាមានអាយុច្រើនបានគេតម្រូវឲ្យគាត់ធ្វើ PGD ហ្នឹងមុននឹងបញ្ចូលកូនទៅក្នុងស្បូនរបស់ស្ត្រីវិញមិនមែនមានន័យថារាល់អ្នកជំងឺដែលធ្វើការបង្កកំណើតក្នុងកៅត្រូវតែធ្វើ PGD ហ្នឹងដើម្បីវិភាគមើល DNA កូនហ្នឹងសិនបានទៅដាក់ក្នុងស្បូនរបស់គាត់នោះទេចា៎បាទដូច្នេះបញ្ហាដែលគាត់លើកឡើងមិញហ្នឹងការដែលនៅប្រទេសថៃហ្នឹងគឺជាបញ្ហាបច្ចេកទេសដែរតាក់ទងនឹងអានេះតាមពិតទៅគាត់កូនដែលគេដាក់ចូលទៅហ្នឹងគឺគាត់អត់បានពិនិត្យមើលមើល PGD ទេគឺគាត់ដាក់ចូលទៅក្នុងស្បូនតែម្ដងក្រោយមកតាមទឹកកូនហ្នឹងគេអាចវិភាគមុនពេលដែលកូនហ្នឹងកើតគេថាតើកូនហ្នឹងមានជំងឺ Down syndrome ហ្នឹងឬក៏អត់ពេល3ខែគេអាចវិភាគដឹងហើយថាកូនហ្នឹងមានជំងឺហ្នឹងអត់ប៉ុន្តែដោយសារគាត់មានកូនភ្លោះអញ្ចឹងគឺយើងមិនអាចជួនកាលទៅហើយជាមានការទំនាស់គ្នាតិចតួចខ្ញុំអត់ដឹងថាផ្ទៃក្នុងយ៉ាងម៉េចទេប៉ុន្តែបើសិនជានេះគេអាចយកកូនចេញមួយបានគេអាច reduction មួយចេញគេទុកតែកូនមួយដែលល្អទេចា៎បាទកូន Down syndrome នេះគឺដល់កូនដែលលោកស្រីបានធ្លាប់ឃើញហើយតាមពិតទៅគឺប្រភេទបាទអ្នកដែលមានសតិបញ្ញាខ្សោយចឹងបាទហើយមុខមាត់គាត់ច្រើនគេច្រើននិយាយលេងនៅតាមពិតមិនគួរលេងទេប៉ុន្តែគេហៅពួកគាត់ថាដូចមនុស្សមកពីភពផ្សេងណាបាទហើយពួកគាត់ហ្នឹងដែលកូនមានលក្ខណៈ Down syndrome ច្រើនតែមុខដូចគ្នាមើលទៅដូចគ្នាភ្នែកតឹងឡើងឯដូចគ្នាបាទនេះគឺបញ្ហាទាក់ទងនឹងរឿងការបង្កកំណើតហើយនឹងការមានកូនបាទឥឡូវនេះយើងនៅសល់ពេលវេលាតែ1នាទីទៀតទេហើយបើសិនជាយើងទទួលសំណួរទៀតក៏អត់បានអញ្ចឹងខ្ញុំសូមសង្ខេបថានៅថ្ងៃនេះយើងបានពិភាក្សាគ្នាអំពីបញ្ហាលំបាកក្នុងការមានកូនហើយអ្នកស្រីវិជ្ជបណ្ឌិតបានជម្រាបជូនអំពីការធ្វើបង្កកំណើតបាទតាមបច្ចេកទេសដោយមានវិធីជ្រើសរើសមេជីវិតហើយនឹងការដាក់បញ្ចូលការលាងសម្អាតមេជីវិតហើយនឹងការផ្សំគ្នាដាក់ទៅក្នុងស្បូនឬក៏ការចិញ្ចឹមក្នុងកែវទៅតាមមន្ទីរពិសោធន៍ដែលលោកសំណាងមានបាទនៅពេលនេះដោយសារពេលវេលាដល់ហើយចឹងខ្ញុំសូមអរគុណចំពោះលោកអ្នកស្ដាប់និងទស្សនិកជនដែលបានទស្សនានេតិវេទិកាអ្នកស្ដាប់វិទ្យុអស៊ីសេរីរបស់យើងខ្ញុំនៅពេលនេះខ្ញុំសូមអរគុណចំពោះអ្នកហៅចូលហើយសូមអភ័យទោសចំពោះលោកអ្នកដែលបានហៅមកឬក៏ព្យាយាមតាក់ទងមកយើងមិនបានជាប់ដោយសារពេលវេលាបាទសូមខ្ញុំទាំង3អ្នកសូមអរគុណសូមជម្រាបលា